ក្រោយភ្លៀងមេឃស្រឡះលោកជំទាវហ៊ុនស៊ីណាតបង្ហោះសារបង្ហាញពីភាពស្អាតស្អំពាក់ព័ន្ធទៅនឹងកាតព្វកិច្ចបង់ពន្ធរបស់ម្ចាស់ Brand Miss ឲ្យលោកអ្នកនាងនិងប្រិមិត្តជាទីមេត្រីប៉ុន្មានថ្ងៃមុននេះរឿងរ៉ាវដ៏ផ្ទុះក៏ក្រើកមួយពាក់ព័ន្ធទៅនឹងផលិតផលលក់អនឡាញគឺ Brand Miss ដែលកំពុងតែល្បីនៅលើទីផ្សារអនឡាញបានធ្វើឲ្យគ្រប់គ្នាមានការស្រងាក់ចិត្តជាខ្លាំងបន្ទាប់ពីបានឃើញព័ត៌មានផុសឡើងជាបន្តបន្ទាប់ពាក់ព័ន្ធទៅនឹងការកិច្ចកាតព្វកិច្ចបង់ពន្ធ8ឆ្នាំដោយរក្សានៅកោចំហនិងភាពស្អាតស្អំរបស់ខ្លួនម្ចាស់ Brand Miss គឺអ្នកស្រី ឡៃ ស៊ូជាក៏បានធ្វើការបង្ហោះសារមួយនៅក្នុងបណ្ដាញសង្គមផងដែរថាក្នុងនាមជាពលរដ្ឋស្លូតត្រង់ដែលជ្រកក្រោមមលុបសន្តិភាពនិងជាសប្បុរសជនមួយរូបដែលរួមចំណែកការងារសង្គមគឺប្រកាន់ខ្ជាប់ការគោរពច្បាប់ប្រទេសនិងស្វាគមន៍រាល់ការធ្វើវិសោធនកម្មជានិច្ចព្រោះលោកស្រីគឺប្រកាន់គោលជំហររកស៊ីទៀងត្រង់និងមិនតវ៉ាចំពោះចនិតការណាមួយឡើយចំពោះរឿងរ៉ាវដ៏ក្តៅគគុកមួយនេះបានធ្វើឲ្យនៅលើបណ្ដាញសង្គមផ្ទុះនៃការវែកញែកជាច្រើនក្រោយភ្លៀងមេឃស្រឡះមុននេះបន្តិចនៅលើ page ផ្លូវការរបស់លោកជំទាវហ៊ុនស៊ីណាតបានធ្វើការបង្ហោះសារមួយដែលបញ្ជាក់ពីភាពស្អាតស្អំទៅដល់ Brand Miss ដែលលោកជំទាវបានរៀបរាប់ថាក្រោយពីមានការសួរនាំពីក្មួយៗម្ចាស់ Brand Miss បងប្អូនក៏មានការផន់ច្រឡំលើក្រុមហ៊ុន HY Global Brand Miss Sunflower បន្តទៀតរឿងទី1រឿងពន្ធដារធ្វើសវនកម្មលើក្រុមហ៊ុនការពិតទៅការធ្វើសវនកម្មនេះគឺជារឿងទូទៅដែលអគ្គនាយកដ្ឋានពន្ធដារទូតពិនិត្យលើឯកសារគណនេយ្យនិងការប្រកាសពន្ធរបស់សហគ្រាសដើម្បីផ្ទៀងផ្ទាត់ថាក្រុមហ៊ុនបានប្រកាសពន្ធត្រឹមត្រូវហើយឬនៅដែលឡែកក្រុមហ៊ុននេះបានអនុវត្តនិងគោរពស្វាគមន៍ទៅតាមគោលការណ៍អគ្គនាយកដ្ឋានពន្ធដារដោយមិនមានការកិច្ចវេះពន្ធនោះឡើយរឿងទី2ក្រុមហ៊ុនបានចុះបញ្ជីពីដើមឡើយនៅខេត្តក្រោយមកក៏បានផ្ទេរមកទីតាំងភ្នំពេញវិញហើយបច្ចុប្បន្នក្រុមហ៊ុនក៏កំពុងដំណើរការយ៉ាងរលូនមានពាក្យចចាមអារាមដែលបានឮនៅតាមរោងការថាម្ចាស់ Brand Miss ចង់ប្តឹងខ្ញុំនិងក្មួយផាញ់វណ្ណៈខ្ញុំបានសួរនាំហើយមិនមានការប្តឹងផ្ដាល់ណាមួយទេខ្ញុំក៏កំពុងឲ្យមេធាវីផ្ទាល់ខ្លួនរបស់ខ្ញុំធ្វើការតាមផ្លូវច្បាប់លើបុគ្គលនិងបកពួកមួយចំនួនដែលមានចេតនាញុះញង់បំបែកបំបាក់លាបពណ៌កាត់តរូបភាពនិងថែមថយអត្ថន័យខុសពីឆន្ទៈរបស់ខ្ញុំផងដែរថ្ងៃទី25ខែ6ឆ្នាំ2026ពីទីក្រុងហូជីមីញដោយក្តីរំភើបនិងជាការដឹងគុណម្ចាស់ Brand Miss លោកស្រី ឡៃ ស៊ូជាក៏បានធ្វើការ share និងបានបង្ហោះថាសូមអរគុណជំទាវម៉ែចំពោះការផ្ដល់យុត្តិធម៌និងបង្ហាញភាពស្អាតស្អំដល់ក្រុមហ៊ុន Miss Sunflower ពួកយើងស្មោះត្រង់គោរពច្បាប់និងឲ្យតម្លៃថ្នាក់ដឹកនាំអរគុណសន្តិភាព